biết chúa nhưng bạn một xin hạt châu Thái thì mình sẽ lấy hạt cho lại trong phí và được tích bắp tí trong phát triển ô công bảo mình sẽ đặt trong hạt mèo ca bởi bầm ba ốc quan cách niên bọc cầm trong dưới tiếp xét được trong quan cách bởi cầm tịch mình trong ban chỗ trong cầm tịch mê tăng được trong được tối ở trong ban riêng thì mấy đi tra được trong cầm tịch mình tiếp xét trong hạt mèo ca bởi bầm ba ốc trong cầm tịch mê tăng được trong tối rồi cá đặt trong bao bầm ba ốc một năm bốn cứ ra về vậy cá đi cầm cả ấy cái đôi chia rip trong năm được rối sำหรับកម្មវិធីក្មេងបច្ចុប្បន្ននេះដែរខ្ញុំនៅតែបម្រើព្រះអង្គនៅក្នុងបណ្ឌកិច្ចកម្មវិធីក្មេងតាមរយៈការបើកកង់3ទៅយកក្មេងដើម្បីគេអាចមកចូលរួមដូចជាការបង្រៀនពួកគេក្នុងកម្មទូលរបស់ព្រះបច្ចុប្បន្នយើងនៅតែមានកម្មវិធីក្មេងរៀងរាល់ថ្ងៃអាទិត្យម៉ោង2ទៅដល់ម៉ោង3:20ហើយយើងមានក្មេងចន្លោះពី80ទៅ90នាក់នេះជាមធ្យមហើយពេលខ្លះយើងអាចមានទៅដល់100ឬដល់120នាក់ហើយក្នុងកម្មវិធីក្មេងយើងមានកម្មវិធីដូចជាយើងច្រៀងយើងលេងហ្គេមជាមួយគ្នាហើយក៏ដូចជាយើងបំបីតាមថ្នាក់នីមួយៗតាមអាយុរបស់ពួកគេដើម្បីយើងអាចបង្រៀនពួកគេចំគោលដៅពិសេសចំចំណុចហើយពួកគេងាយស្រួលក្នុងការចាប់យកផងដែរហើយយើងក៏ដឹងថាសង្គមយើងខាងក្រៅគឺគេមិនសូវផ្ដល់តម្លៃឲ្យក្មេងប្រហែលទេប៉ុន្តែសម្រាប់ពួកយើងផ្ដល់តម្លៃឲ្យពួកគេដោយសារតែព្រះអង្គបានដល់តម្លៃឲ្យស្រឡាញ់ពួកគេផងដែរយើងដឹងថាប្រឡងវិញ្ញាណរបស់ពួកគេគឺមានតម្លៃដូចជាមនុស្សចាស់ផងដែរហើយយើងដឹងថាក្មេងប្រៀបដូចជាกระดาษសដូច្នេះហើយតែយើងមានកម្មវិធីនេះដើម្បីយើងជួយអូសទាញពួកគេកុំឲ្យគេបានមានស្លាកស្នាមនៅអ្វីដែលគេមិនគួរតែជួបប្រទះហើយក្នុងកម្មវិធីក្មេងផងដែរយើងឃើញថាមានក្មេងមួយចំនួនគេបានទទួលព្រះអង្គជាព្រះសង្គ្រោះហើយមានក្មេងមួយចំនួនទៀតដែលគេបណ្ដាលឮអំពីដំណឹងល្អគេអាចបានឮតាមរយៈកម្មវិធីក្មេងផងដែរហើយកម្មវិធីក្មេងយើងបានផ្ដល់នៅសេចក្តីស្រឡាញ់ទៅដល់ពួកគេដែលលោកីគេមិនអាចផ្ដល់ឲ្យពួកគេបានដែលជាសេចក្តីស្រឡាញ់ពិតបន្តិចទៀតបងប្អូននឹងបានឃើញពីសកម្មភាពមួយចំនួនរបស់កម្មវិធីក្មេងរបស់យើងក៏ដូចជាអំពីបងប្អូនយើងម្នាក់ចែកចាយពីអត្ថប្រយោជន៍ដែលគាត់បានទទួលតាមរយៈកម្មវិធីក្មេងហើយនៅក្មេងមួយចំនួនដែលគេបានមានចំណែកនៅក្នុងកម្មវិធីក្មេងផងដែរដូច្នេះកុំឲ្យខាតពេលសូមទស្សនាវីដេអូនោះជាមួយគ្នាដូចតទៅ
អត្ថប្រយោជន៍របស់កម្មវិធីក្មេងនៅក្នុងជីវិតរបស់ខ្ញុំគឺវាសំខាន់មែនទែនហើយវាខ្ញុំរាប់ថាប៉ុណ្ណឹងនេះជួបប៉ុណ្ណឹងដែលពិសេសមែនទែនក្នុងជីវិតរបស់ខ្ញុំគ្នាខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍ពីវិហារពីកម្មវិធីក្មេងដោយសារមានទីមួយដោយសារកម្មអ្នកជំនួយការដែលគេហើយការស្លៀកពាក់របស់គេការមានទំនុកចិត្តរបស់គេហើយពិសេសគេយកចិត្តទុកដាក់ជាមួយក្មេងៗនៅជាពេលវេលាដែលខ្ញុំចាប់ផ្ដើមយល់ពីយកចាប់ផ្ដើមយល់ពីព្រះហើយអរគុណព្រះសម្រាប់អ្នកដែលបង្រៀនដែលនៅក្នុងកម្មវិធីក្មេងដែលគេហ៊ានដូចបរិញ្ញាដែលច្បាស់លាស់ទីមួយច្បាស់លាស់ហើយគេបរិញ្ញាដោយអត់ខ្លាចចិត្តតែតងពីសេចក្តីពិតហើយខ្ញុំបានសង្គ្រោះហើយកម្មវិធីក្មេងនេះហើយជាផ្នែកមួយដែលខ្ញុំដែលជាការចាប់ផ្ដើមនៃការបម្រើព្រះរបស់ខ្ញុំខ្ញុំចាប់ផ្ដើមបម្រើព្រះពេញពេកគឺខ្ញុំចាប់ផ្ដើមការបម្រើព្រះជាមួយកម្មវិធីក្មេងដូចគ្នាអញ្ចឹងវាជាជំហានមួយដែលគេថាកម្មវិធីក្មេងជាជំហានដើម្បីឈោងចាប់ខ្ញុំឲ្យបានសង្គ្រោះហើយការបម្រើព្រះនៅក្នុងកម្មវិធីក្មេងជាជំហានមួយទៀតដែលខ្ញុំអាចបម្រើព្រះពេញពេកនិងស្គាល់អំណងព្រះហត្ថលេរបស់ព្រះចិត្តរៀងសេកែមលេងចិត្តរឿងរៀនរំពីចិត្តរៀនចិត្តព្រះ ខ្ញុំមានចំណែកក្នុងកម្មវិធីក្មេងតាមរយៈការរៀបចំនំទឹកក្រូចសម្រាប់ក្មេងៗហើយកម្មវិធីក្មេងជួយខ្ញុំឲ្យចេះដឹកនាំក្មេងនិងចេះបង្រៀនក្មេងក្នុងកម្មវិធីក្មេងខ្ញុំជួយរៀបកៅអីនិងជូនក្មេងទៅផ្ទះ ខ្ញុំមានចំណែកក្នុងកម្មវិធីក្មេងតាមរយៈសម្អាតកង់3 ខ្ញុំមានចំណែកក្នុងកម្មវិធីក្មេងដូចជាដឹកនាំចម្រៀងមើលក្មេងនិងរៀបចំកៅអី ខ្ញុំពិតជាអរគុណព្រះអង្គមែនទែនដែលក្រុមជំនុំយើងអាចមានវណ្ណកិច្ចកម្មវិធីក្មេងខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យអញ្ជើញមកចូលរួមមានចំណែកនៅក្នុងវណ្ណកិច្ចកម្មវិធីក្មេងវណ្ណកិច្ចកម្មវិធីក្មេងគឺជាវណ្ណកិច្ចមួយដែលល្អមែនទែនសម្រាប់បងប្អូនចាប់ផ្ដើមក្នុងការបម្រើព្រះដើម្បីឲ្យបងប្អូនអាចទទួលបានបទពិសោធន៍ថ្មីៗហើយអាចងាយស្រួលឲ្យបងប្អូនអាចបម្រើព្រះអង្គនៅវណ្ណកិច្ចផ្សេងៗផងដែរប៉ុន្តែបើសិនជាបងប្អូនមិនអាចមកចូលរួមបានដោយផ្ទាល់ហើយមិនអាចចូលរួមមានចំណែកដោយផ្ទាល់ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យអធិដ្ឋានសម្រាប់កម្មវិធីក្មេងពីព្រោះយើងដឹងថាវណ្ណកិច្ចនេះមិនអាចដំណើរការដោយអាងសាច់ឈាមរបស់យើងបានទេយើងត្រូវការអំណាចព្រះជាស្ដាមកពីព្រះដើម្បីឲ្យកម្មវិធីក្មេងនេះបានដំណើរការដោយរលូនជាពិសេសឲ្យមានក្មេងមានព្រលឹងវិញ្ញាណថែមទៀតបានស្គាល់ព្រះអង្គហើយខ្ញុំសូមខន្តីអភ័យទោសចំពោះរាល់កំហុសខុសឆ្គងដែលបានកើតឡើងដោយអចេតនាហើយសូមជម្រាបលាសូមព្រះអង្គប្រទានពរ